communication style. Họ việc liên cấp mà break kiaបាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាសកម្មភាពខ្ញុំបាទព្រមទាំងលោកគ្រូអ្នកគ្រូបានមក workshop នៅឯភ្នំពេញគឺនៅ IFL បាទហើយនេះគឺសកម្មភាពលោកគ្រូនាយករបស់ខ្ញុំគាត់បានថតជាមួយភរិយារបស់គាត់ប៉ុស្តិ៍ពីប៉ុស្តិ៍ទុកជាអនុស្សាវរីយ៍បាទហើយបន្ទាប់មកខ្ញុំបាទក៏មកញ៉ាំអាហារពេលព្រឹកដើម្បីត្រៀមនឹងចូលទៅ workshop នៅ IFL បាទគឺវិទ្យាស្ថានភាសាបរទេសហ្នឹងបាទអញ្ចឹងបន្ទាប់មកខ្ញុំក៏បានធ្វើដំណើរទៅកន្លែងដែលយើងត្រូវ workshop បាទហើយនេះគឺសកម្មភាពលោកគ្រូដែលគាត់នាំខ្ញុំទៅកន្លែង workshop បាទហើយឥឡូវយើងក៏បានមកដល់វិទ្យាស្ថានភាសាបរទេសហើយគឺ IFL បាទអញ្ចឹងអ្នកដែលរៀនភាសាអង់គ្លេសក៏ដូចជាលោកគ្រូអ្នកគ្រូដែលគាត់ជាប់គ្រូអង់គ្លេសគឺគាត់មករៀននៅកន្លែងហ្នឹងបាទហើយនេះគឺសកម្មភាពគ្រូអ្នកគ្រូបានធ្វើដំណើរមកកន្លែងថតរូបបាទហើយនេះគឺសកម្មភាពលោកគ្រូអ្នកគ្រូគាត់ថតលេងហ្នឹងទៅបាទទុកជាអនុស្សាវរីយ៍បាទហើយបន្ទាប់មកយើងក៏បានធ្វើដំណើរទៅកន្លែងចុះឈ្មោះបាទអញ្ចឹងយើងត្រូវទៅចុះឈ្មោះសិនបាទហើយក្នុងការចុះឈ្មោះនោះផងដែរគឺខ្ញុំបានចុះតាំងពី4ខែមុនបាទគឺតាម link ហើយខាងវិទ្យាស្ថានភាសាបរទេសគឺគាត់បានផុសប្រាប់អញ្ចឹងបាទហើយនេះគឺកន្លែងដែលយើងត្រូវចុះឈ្មោះបាទគឺយើងត្រូវចុះវត្តមានបាទហើយនៅពេលដែលយើងចុះឈ្មោះហើយគឺយើងមាននេះកតាបបាទជាអនុស្សាវរីយ៍បាទហើយមានសភៅមួយក្បាលហើយប៊ិចម្ដាមយ៉ាងនេះបាទហើយបន្ទាប់មកនៅពេលដែលពួកយើងបានចុះឈ្មោះចុយបាទហើយគឺយើងបានកតាបហើយក៏ឆ្លៀតថតនៅវីដេអូទុកចែកពុកម៉ែបងប្អូនមើលអញ្ចឹងទៅបាទហើយនេះគឺមានមនុស្សច្រើនមែនទែនបាទគឺមកមិនមែនអ្នកនៅតែភ្នំពេញនោះទេគឺមានអ្នកមកពីខេត្តផ្សេងៗអ្នកខ្លះបាត់ដំបងព្រៃវែងកំពតកំពង់ស្ពឺកំពង់ឆ្នាំងបាទហើយចំណែករូបដែលខ្ញុំស៊ូមមិញនេះគឺរូបសិស្សប្អូនដែលគាត់រៀននៅសាកលវិទ្យាល័យហេសំរិនត្បូងឃ្មុំបាទហើយគាត់ក៏បានជាប់អនុបណ្ឌិតនៅ IFL ផងដែរបាទហើយតមកនេះគឺសកម្មភាពលោកអ្នកគ្រូគាត់កំពុងតែមើល topic ថាព្រឹកនេះត្រូវមាន topic អីខ្លះអញ្ចឹងបាទហើយតមកក៏យើងបានស្ដាប់ហើយមាន They're not the most, easy people to understand. Number one, they write long journal articles, and number two, they use very difficult language. The new agenda will then promptly resume at 1:30 p.m. Thank you, and please enjoy your tea break, sessions, and lunch. Our volunteers are here to assist you if you need any guidance. បាទដោយវីដេអូមុននឹងមកអញ្ចឹងបាទគឺលោកគ្រូជនជាតិសង្ហបុរីគឺគាត់មកចែករំលែកពី ELT បាទហើយសម្រាប់គ្រូនៅកម្ពុជាយើងបាទហើយនេះគឺសកម្មភាពដែលយើងរៀនចប់គឺយើងមក tea break បាទនេះគឺជាសកម្មភាពដែលលោកគ្រូអ្នកគ្រូគាត់កំពុងតែធ្វើដំណើរទៅ tea break បាទនេះគឺយើងបានមកដល់កន្លែងនេះហើយបាទនេះគឺ tea break បាទគឺនេះគឺ first floor បាទគឺអាគារគឺនៅក្នុង IFL ហ្នឹងបាទហើយគឺមានបងប្អូនមកច្រើនមែនទែនបាទដែលគាត់មកសិក្សាហើយនេះគឺជាកម្មវិធីដែល IFL ធ្វើលើកទី6បាទលើកទី6បាទហើយលើកទី7ឆ្នាំក្រោយបាទគឺមានទៀតបាទហើយគ្រូអ្នកគ្រូក៏ដូចជាពុកម៉ែបងប្អូនដែលមានបំណងចង់មករៀនបាទដើម្បីដឹងពីបច្ចេកទេសដូចជាការបរៀនភាសាអង់គ្លេសមិនអញ្ចឹងអាចមកចូលរួមបានហើយនេះគឺសកម្មភាពលោកគ្រូអ្នកគ្រូគាត់មកពីខេត្តផ្សេងគ្នាហើយក៏បានជួបគ្នាហើយក៏បានហូបអាហារជុំគ្នាដូចជាអាហារសម្រន់អញ្ចឹងទៅហៅថា tea break បាទហើយនេះគឺខ្ញុំបាទថតពីលើពីក្រោមនិយាយរួមទៅខ្ញុំទៅហ្នឹងគឺមិនដឹងថាថតមិនដែរបាទហើយក៏ឆ្លៀតថតចែកខ្ញុំថតយំទៅអត់មានជំនាញខាងថតទេចាថតទៅបាទហើយបន្ទាប់ពីយើងញ៉ាំអីហើយក៏យើងបានមកចូលរៀនទៅតាមថ្នាក់ទៅតាមថ
topic ដែលយើងតាក់ទងទៅនឹងជំនាញរបស់យើងឧទាហរណ៍ថាយើងបរៀនអង់គ្លេសអញ្ចឹងវាមាន topic ជាច្រើនដែលតាក់ទងបាទអញ្ចឹងហើយបន្ទាប់ពីយើងរៀនចប់រៀនអីហើយក៏ដល់វគ្គ lunch time គឺអាហារថ្ងៃត្រង់បាទហើយនេះគឺខ្ញុំបាទមកកន្លែង tea break នឹងដែរហើយគេរៀបចំអាហារថ្ងៃត្រង់បាទហើយបន្ទាប់មកនៅពេលដែលយើង lunch time ចប់យើងក៏ធ្វើដំណើរទៅលេងនៅសាលាភូមិន្ទបាទហើយនេះគឺសកម្មភាពលោកគ្រូអ្នកគ្រូដើរទៅលេងហ្នឹងហើយគម្រោងថាទៅផឹកកាហ្វេបាទហើយទៅដល់ក៏អត់ដឹងកន្លែងណាលក់កាហ្វេហើយនេះគឺនៅខាងក្រៅសាលាភូមិន្ទហើយចំណែកឯបងប្រុសម្នាក់ដែលគាត់ដេកនៅលើដើមអំពៅទឹកហ្នឹងគឺជាបរិសដែលជោគជ័យណាហើយខ្ញុំក៏ថតគាត់លេងហ្នឹងទៅបាទគឺពេលថ្ងៃគាត់មិនដឹងប្រាក់ណាគាត់សម្រាកនៅលើដើមឈើហ្នឹងទៅបាទហើយបន្ទាប់មកខ្ញុំក៏បានធ្វើដំណើរមកវិញបាទមកកន្លែងរៀនវិញហើយនេះគឺខ្ញុំក៏ឆ្លៀតថតនៅភូមិន្ទបាទហើយបន្ទាប់មកនេះគឺជាកន្លែង lining up គឺយើងទិញកាហ្វេគេឲ្យយើង lining up បាទហើយដូចនៅប្រទេសបារាំងដែរបាទនៅប្រទេសបារាំងនៅពេលដែលយើងទិញអីយើងត្រូវ lining up ដូចដែលខ្ញុំថតមិញអញ្ចឹងបាទនោះគឺយើងតម្រង់ជួរអញ្ចឹងបាទគឺ Wow, shoot. This is a strange choice of topic because at conferences like these we are more concerned with the process of teaching in terms of content and skills and so on. But we have to realize that teaching takes place in classrooms and classrooms involve people interacting. It's a social space. And so these are examples of some of the negative emotions that arise in teaching. We may have experiences that promote in us anger, concern, fatigue. បាទបន្ទាប់ពីដែលយើងរៀនចប់ហើយក៏មក tea break ទៀតបាំងយំទៅនៅពេលដែលរៀនគឺ missing tea break តែម្ដងបាទគឺនឹកឃើញ tea break បាទអញ្ចឹងបើសិនបើមួយអាទិត្យអីដឹងថាធាត់ឡើងគីឡូហ្មងបាទហើយបន្ទាប់មកយើងក៏បានថតជុំគ្នាហើយនេះគឺជាកន្លែងនេះបាទកន្លែងថតរូបបាទគឺស្អាតមែនតើបាទហើយបន្ទាប់ពីយើង tea break ហើយយើងក៏ធ្វើដំណើរទៅរៀនតាមថ្នាក់ហើយយើងក៏ជ្រើសរើសយក topic ណាដែលតាក់ទងទៅនឹងជំនាញ Okay, so the key word from the definition is just how to keep school working, right? And keep that express is the way of teaching or method that we use it to stick to capture or maintain the student attention or student interest in the class or to let the student enjoy the activity in the class with the teacher. group discussion sorry group discussion អូខេអញ្ចឹងបន្ទាប់មកនៅពេលដែលរៀនចប់ខ្ញុំបាទក៏ត្រឡប់ទៅកន្លែងគេងវិញបាទហើយបន្ទាប់មកខ្ញុំក៏ជិះ pass up ទៅបាទ pass up នេះគឺយើង booking បាទ booking ភ្លាមបានលឿនមែនតើបាទហើយនៅពេលដែលយើងជិះរយៈពេល10នាទីក៏យើងបានមកដល់កន្លែងគេងបាទហើយនេះគឺសន្តាគារបាទយើងគេងនៅក្នុងសន្តាគារហើយទៅមកក៏យើងជិះចដើរយន្តឡើងទៅលើអញ្ចឹងទៅបាទហើយ3នាក់លោកគ្រូសេងហុងបាទហើយបន្ទាប់មកក៏យើងនិយាយគ្នាជេរចោលមិនបានអញ្ចឹងជិះអីភ័យបាទហើយបន្ទាប់មកក៏បានមកដល់លើហើយក៏បើកចេញបាទហើយកន្លែងនេះមកដែរគឺខ្ញុំដើរមកគោះបន្ទប់អ្នកគ្រូហើយខ្ញុំអត់ដឹងថាអ្នកគ្រូដេកគេងបន្ទប់ណាទេហើយខ្ញុំក៏គួរទៅតាមបន្តិចក៏គាត់បើកចេញមកខ្ញុំថាបន្ទាប់មកខ្ញុំក៏បានចូលមកមើលកន្លែងគេងបន្ទប់របស់ខ្ញុំបាទហើយនេះគឺកំពុងតែបើកសន្តិចិត្តបាទហើយសម្រាប់សន្តិចិត្តគឺត្រជាក់ខ្លាំងមែនទែនបាទហើយនៅក្នុងសន្តាគារនេះផងដែរគឺកន្លែងគេងមើលទៅស្អាតគួរឲ្យចង់គេងមែនទែនបាទហើយយំទៅខ្ញុំទៅសិក្ខាសាលានៅ IFR ហ្នឹងគឺជាលើកទី2ឯងបាទនៅហ្នឹងបាទហើយបន្ទាប់ពីយើងរៀបចំកន្លែងគេអីហើយយើងក៏បានរៀបចំខ្លួនទៅញ៉ាំអាហារហើយសម្រាប់នេះផងដែរគឺយើងទៅធ្វើទៅញ៉ាំអាហារនៅបង្កក់នៅ
buffet នៅបង្កក់ sorry ហើយនេះគឺអ្នកគ្រូសំភ័សគាត់ថាអូយសប្បាយមករៀនសប្បាយផងអីផងបាទហើយនេះអ្នកគ្រូគាត់កំពុងតែរងចាំអាហារទីទៀតគេលើកស៊ុបមកដាក់អីបាទនេះគឺ buffet បាទ buffet បង្កក់បាទហើយតម្លៃផងដែរគឺ $5.9 ក្នុងម្នាក់បាទហើយអូខេតមកម្ហូបក៏បានមកដល់ហើយយើងនៅចាំអីទៀតចាប់អាងចាប់ញុកចាប់ដាក់ទៅបាទអូទឹកស៊ុបក្តៅហូបបងសិនសិតតែសាច់បាទហើយឃើញសាច់តែអញ្ចឹងហូបអត់កើតទេបាទខ្ញុំ Chắc mấy chắc chả lắm. Em không có lắm anh. បន្ទាប់ពីយើងហូបឆ្អែតហូបអីហើយយើងក៏គិតលុយគិតអីរួចក៏យើងធ្វើដំណើរទៅកន្លែងគេងវិញsorry បាទមិនទាន់ទៅកន្លែងគេងទេនៅក្នុងវីដេអូហ្នឹងគឺខ្ញុំបាទទៅកន្លែងគឺយើងទៅលេងនៅកោះនរាបាទកោះនរាបាទអញ្ចឹងអ្នកដែលធ្លាប់មកភ្នំពេញគាត់ប្រកាសជាស្គាល់តែបើខ្ញុំទៅកោះនរាជាលើកទី1ឯងបាទហើយខ្ញុំមិនដែលស្គាល់ទេហើយខ្ញុំទៅ sorry យ៉ាទៅកោះនរាបាទនេះគឺសកម្មភាពខ្ញុំបាទទៅកោះនរាបាទហើយកន្លែងនេះផងដែរគឺខ្ញុំថតចេញក្រៅហើយគ្រូសេហុងថាកុំថតចេញក្រៅប្រយ័ត្នគេឆក់ហើយខ្ញុំថាឆក់អីទូរស័ព្ទខ្ញុំទិញតែ5000ច្រឡំ50000ទេទូរស័ព្ទហ្នឹងបាទហើយនេះគឺមិញហ្នឹងគឺកន្លែងបាគេបាទនៅកោះនរាបាទនេះគឺជាសកម្មភាពលោកគ្រូអ្នកគ្រូដើរលេងនៅកោះនរាបាទហើយខ្ញុំមកនេះផងដែរគឺមក10ជាងហើយបាទហើយកោះកន្លែងហ្នឹងគឺគេបានរើចេញបដាហើយដោយសារតែមេឃរៀងរលឹមខ្ញុំមកបាទហើយនេះគឺសកម្មភាពអ្នកលក់គាត់កំពុងតែរៀបចំបិទតោបិទអីវិញហ្នឹងទៅបាទហើយក៏បានដើរមើលគេបានទិញអីទេបាទលុយសល់តែ15000រៀលទេនៅក្នុងខ្លួននោះអត់មានលុយទេបាទហើយគ្រូក៏គាត់ដើរមើលទៅទិញនេះទិញនោះចឹងទៅបាទហើយអូខេបន្ទាប់ពីដើរលេងចប់ដល់វគ្គ day 2បាទថ្ងៃទី2គឺថ្ងៃចុងក្រោយបាទហើយមុនចូលរៀនគឺយើងត្រូវមក breakfast សិនបាទហើយនេះកំពុងតែចាំអាហារបាទហើយថាទៅក៏ហូបបាយចៀនឆាបាយឆាចំណែកខ្ញុំគឺបាយមាន់ស្ងោរបាទបាយមាន់ស្ងោរគឺខ្ញុំហូបលើកទី1ឯងគឺឆ្ងាញ់បាទឆ្ងាញ់បងគេអូខេតោះអញ្ចឹងបន្ទាប់ពីយើងញ៉ាំបាយញ៉ាំអីហើយយើងក៏បានធ្វើដំណើរមកកន្លែងរៀនបាទគេនេះគឺថ្ងៃទី2បាទ day 2ហើយយើងដើរមកផ្លូវដដែលហ្នឹងបាទហើយនេះគឺលោកអ្នកគ្រូគាត់កំពុងតែដើរទៅហើយបាទដើរទៅកន្លែងបន្ទប់អញ្ចឹងពេលព្រឹកគឺយើងចូលរួមគ្នាបាទហើយនេះគឺកំពុងតែញប់ដៃអបជើងមកទៅហើយបាទដើរបាទហើយកន្លែងវីដេអូទៅនេះខ្ញុំថាអូយត្រីធំនៅ IFL បើសិនបើនៅខាងខ្ញុំវិញមិនសល់ទេដោយសារបងប្អូនគាត់ចូលចិត្ត fishing ឡើយណាបងសំណាញ់ផងស្ទូចអស់ហើយបាទត្រីធំហើយនេះគឺសកម្មភាពខ្ញុំបាទដើរទៅហើយបាទដើរទៅកន្លែងយើងសិក្ខាសាលាគឺនៅក្នុង hall នឹងដដែលដែរបាទគឺកន្លែងដដែលដែរហើយអូខេបន្ទាប់មកខ្ញុំក៏បានដើរដល់មុនគេជាមួយលោកគ្រូវណ្ណៈហើយអ្នកខ្លះទៅក៏គាត់នៅចាំអ្នកខ្លះទៅក៏គាត់នៅ breakfast ទឹកអីយ៉ាអញ្ចឹងទៅបាទហើយបន្ទាប់មកខ្ញុំក៏បានថតដែរណានេះជា day 2ហើយជាលើកចុងក្រោយហើយយើងថតលេងអីហ្នឹងហើយចំណែក speakers ក៏គាត់អត់ទាន់មកដែរបាទហើយបន្ទាប់មកខ្ញុំក៏ថតលេងមកពុយអញ្ចឹងបាទនេះដល់វគ្គគាត់ត្រូវចែករំលែកបាទគឺលោកគ្រូបាទនេះគឺលោកគ្រូច័ន្ទវីរៈដែលគាត់រៀនចប់ PhD នៅ USA បាទនៅអាមេរិកបាទគឺគាត់ក្មេងមែនទែនហើយគាត់រៀនចប់ថ្នាក់ហើយបាទគឺលោកគ្រូច័ន្ទវីរៈហើយគាត់ Jan, and good to be back to IFL. I've worked here before for more than 10 years, so it's always nice to be back and see former students prospering in different areas in the teaching industry, all right, in Cambodia. So my topic today is, all right, I don't want me in there, so I'll try to kind of position myself a little bit, all right. Yeah, but my topic today is promoting intercultural knowledge and experience in language education, communication style. And it could also things like encouraging dialogue with native speakers through exchanges or virtual platform. And when I use native speakers there, I'm very conscious, right, of what constitute native speakers.
បាទបន្ទាប់ពីដែលយើងហ៊ានចប់ហើយយើងក៏ដើរទៅ tea break ទៀតបាទកន្លែងនេះគឺយើងត្រូវទៅ tea break ទៀតបាទហើយបន្ទាប់ពី tea break ចប់ហើយក៏យើងដើរទៅរៀននៅតាមបន្ទប់ផ្សេងអញ្ចឹងណាបាទហើយគឺគុណអ្នកគ្រូច្រើនមែនតើបាទគឺគាត់ចេញមកពីសាលប្រជុំតែមួយទាំងអស់គ្នាបាទហើយបន្ទាប់មកយើងក៏មកដល់កន្លែង tea break ទៀតនិយាយរួមទៅ2ថ្ងៃហ្នឹងគឺ tea break សឹងថាជាតិហ្មងបាទហើយបន្ទាប់មកក៏ selfie សេអីហើយនៅគឺគ្រូបរទេសខ្ញុំអត់បានសួរគាត់ដែរនឹងគាត់មកពីណាគឺគាត់ selfie ជាមួយលោកគ្រូ Was that Minnie's teacher has been using. So why not make the best use of the free LMS that we have had in Cambodia. And the second tool